ជីវិតតែជីវិតគ្រាន់តែចេញឡានតបូងហ្នឹងក៏វេទនាដែរនឹងងាយគ្រប់ជ្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនសាច់ថ្មីម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំបាទក៏មានវីដេអូថ្មីប្លែកចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តលេងជាមួយនឹងក្រុមការងារខ្ញុំបាទហើយដំណើរកំសាន្តដ៏អារោគអារ៉ាមួយនេះគឺរៀងវេទនាបន្តិចហើយបន្ទាប់ពីយើងបានប៉ះកង់ហើយឥឡូវហ្នឹងគឺចាប់ផ្ដើមចេញដំណើរទៅតែងឲ្យអតិថិជនដែលមានទីតាំងនៅផ្លូវបឹង3នៅផ្លូវបឹង5អីចឹងណាខ្ញុំអត់ស្គាល់ស្គាល់ភូមិនឹងច្បាស់ដែរហើយមុននឹងឈានចូលទៅដល់សាច់វីដេអូខ្ញុំបាទក៏សូមជិតពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយសូមកុំភ្លេចជួយចុច like និង subscribe នៅ channel ថ្មីរបស់ខ្ញុំម្នាក់មួយផងណាឥឡូវហ្នឹងក៏មកខាប់ពេលវេលាយូរតោះយើងទៅមើលវីដេអូជាមួយខ្ញុំបាទទាំងអស់គ្នាគាត់ទៅថាចេញពីផ្ទះមកភ្លាមហ្នឹងឡើងវិសមួយផ្លេតដល់អញ្ចឹងហើយកង់ទូស្ប៉ែតភ្លាមហើយអាណប់ដាច់ការងារយូរហើយដល់ទៅមានការងារអញ្ចឹងវាធ្វើអញ្ចឹងដាក់ខ្ញុំកើតទៀតណាហើយចំពោះឡានដល់សែនកាចចាស់ហើយរករបស់ខ្ញុំនេះដែរគឺថាវារឿងវេទនាបន្តិចហើយប៉ុន្តែវាអាចជួយយើងសម្រួលការងារបានរៀងលឿនបន្តិចដែរកុំឲ្យទៅប៉ែដូចថ្ងៃមុនជីអ៊ូលធប់ថប់ដូចអត់យល់ទេវានឹងចំពោះថ្ងៃខ្លះដែរគឺថាវាធ្វើបាបវាធ្វើបាបមែនទែនតែមកធ្វើបាបឲ្យម្ចាស់វាលេងចង់ជីវាបដ ாய் ហ្នឹងណាអញ្ចឹងហើយទៅមានពាក្យចាស់មួយពោលថាចង់មានឲ្យជួញឡានល្អចង់ក្រឲ្យជួញឡានចាស់កង់បែករាប់ប៉ុណ្ណាជាងញុកឡើងខ្ជិលម៉ាស៊ីនចុះខ្សោយភ្លើងអន់ជាង7លៀងមកឡើងល្អិលអត់មានក្រឡាស្នេហាក៏បែកដោយសារឡានចាស់បាបបងណាស់ស្រីសំណំអត់យល់ទេជីឡានទៅចេញកំណាប់ការផ្លូងណាអ្នកទាំងអស់គ្នាស្ដាប់លងអារម្មណ៍ដែរឥឡូវនេះគឺថាខ្ញុំជាមួយនឹងក្រុមការងារបានមកដល់តាខៀវហើយយើងធ្វើដំណើរប្រហែលជាខ្ទង់4គីឡូអីទៀតហ្នឹងទៅដល់ទីតាំងនៃការរៀបដេក័ររបស់ខ្ញុំហើយតាមផ្លូវវិញគឺថាអេមត្មងចាំមើលដល់ផ្លូវវាស្រែហ្នឹងខប់សេរីចំណាប់អារម្មណ៍ខ្ញុំនេះដែរខ្ញុំចូលចិត្តមែនទែនមកតែងឬក៏ដេក័រតាមវាស្រែភូមិដែលដាច់ស្រយាលឬក៏នៅឆ្ងាយពីទីប្រជុំជនសម្បូរដោយធម្មជាតិព្រៃព្រឹក្សាមើលទៅវាពេញភ្នែកល្អមានអារម្មណ៍ថានៅទីហ្នឹងវាធ្វើឲ្យអារម្មណ៍យើងមូលលួចយើងរស់នៅជាមួយនឹងធម្មជាតិអញ្ចឹងហើយទើបការស្ងប់ស្ងាត់វាធ្វើឲ្យអារម្មណ៍យើងល្អហើយវាបានរំសាយនូវភាព stress ឬក៏ការគិតច្រើនពីផ្ទះទៅហ្នឹងគឺអត់គិតតែហ្មងដល់ហ្នឹងគឺអារម្មណ៍ល្អស្រស់ស្រាយបដ ாய் ខុសដាច់ដោយឡែកនៅពេលដែលខ្ញុំតែងនៅក្នុងទីប្រជុំជនឬក៏ទីផ្សារធ្វើអារម្មណ៍យើងមួយស្មុគស្មាញឬទៅសលេងឡានឬទៅសលេងម៉ូតូហើយទឹកលូស្អុយមែនទែនចំពោះបងប្អូនដែលគាត់រស់នៅតាមទីជនបទខ្ញុំគិតថាពួកគាត់មានចិត្តទូលាយជាងអ្នកដែលរស់នៅតាមទីប្រជុំជនមួយចំនួនអ្នកដែលរស់នៅតាមទីប្រជុំជនមួយចំនួននេះថាពួកគាត់មិនមែនកំណាញ់ទេប៉ុន្តែរបៀបថាគាត់សវិសពួកយើងឬក៏យកចិត្តទុកដាក់នឹងយើងគឺអត់សូវមានទេអត់ដូចបងប្អូនដែលគាត់រស់នៅតាមទីដាច់ស្រយាលទេនិយាយតាមត្រង់ខ្ញុំសឹងតែចូលភូមិផ្សារម្ដងអត់ចង់តែងទេស្អុយមានអារម្មណ៍ថាពិបាកតែងហើយគាត់និយាយរំអត់សូវយកចិត្តទុកដាក់នឹងយើងសំបីតែទឹកហូបទឹកអីក៏គាត់មិនដែលមកសួរនាំពេលក្លៀនទឹកក្លៀនអីអញ្ចឹងខ្ញុំបាទជាមួយនឹងក្រុមការងារមានតែចេញទៅក្រៅដើម្បីទិញទឹកទិញឲ្យហូបខ្លួនឯងដោយឡែកនៅពេលដែលខ្ញុំចេញទៅតែនៅតាមទីប្រជុំជនគាត់ឃើញពួកយើងអញ្ចឹងគាត់សួរហូបបាយហូបទឹកអីនៅនឹងឲ្យត្រូវការអីទឹកក្រូចទឹកអីហ្នឹងគឺគាត់យកឲ្យមកខ្ជិះទៅបណ្ដោយហើយដល់ម៉ោងបាយដល់ម៉ោងទឹកគាត់រៀបចំជូនយើងមកស្អាតបង្ខំឲ្យយើងហូបទៀតបើយើងមិនហូបនោះអាចនឹងមានបញ្ហាជាមួយគាត់ទៀតល្អត្រង់នឹងខ្ញុំប្រសើរមែនឲ្យតែខ្ញុំទៅទីដាច់ស្រយាលម្ដងខ្ញុំសប្បាយចិត្តមែនទេថាទោះបីមិនបានហូបបាយហូបអីប៉ុន្តែពួកគាត់មានទឹកចិត្តទូលាយចូលចិត្តមកនិយាយលេងសើចជាមួយយើងច្រើនតែចំពោះបងប្អូនដែលរស់នៅតាមទីប្រជុំជនដូចជាអ្នកផ្សារអ្នកអីចឹងមិនមែនចិត្តអាក្រក់ទាំងអស់ទេដោយឡែកផ្ទះមួយចំនួនខ្លះហ្នឹងគឺថាគាត់ល្អខ្លាំងដែរប៉ុន្តែអត្រាភាគរយដែលមានជាជនល្អរស់រីរាក់ទាក់ហ្នឹងគឺថាមានតិចដែរបន្ទាប់ពីយើងធ្វើដំណើរឥឡូវហ្នឹងមិនយូរប៉ុន្មានយើងបានមកដល់នៅភូមិបឹងសង្កែហើយយើងក៏ដល់ផ្សារបឹងសង្កែដែរក៏ដោយសារតែសម្បូរអ្នកមើលមែនទេតែហ្មងគាត់មើលឈ្មោះថាយីអាប៉ែនោះវាដឹកឲ្យវ៉ាន់តាណាវាសំពងសំពីបឡានពេញបឹបអញ្ចឹងតាមពិតហ្នឹងខ្ញុំបាទជាមួយនឹងក្រុមការងារហ្នឹងបានកំពុងតែធ្វើដំណើរទៅរៀបតែងខ្លោងជូនអតិថិជននៅខាងបឹង3បន្ទាប់ពីខ្ញុំនិងក្រុមការងារបានចេញធ្វើដំណើរមកដល់បឹងសកែហ្នឹងគឺថាម៉ោងប្រហែលជា9ហើយងាយនឹងដែរខ្ញុំមិនដឹងថាទៅបានបាយនៅផ្ទះអើយអតិថិជនដែរឬអត់ទេក៏ប៉ុន្តែខ្ញុំសង្ឃឹមថាមិនអត់ទេទៅខាងនោះ
ហើយខ្ញុំជិះឡានជាមួយនឹងអ៊ំបើគឺខ្ញុំជាអ្នកមើល map ចំពោះអ៊ំវិញគឺគាត់អ្នកបើកខ្ញុំខាងបានទៅចាក់ map តាមទេពេលដែលអ៊ំហត់ហ្នឹងគឺយើងអាចដូរដៃគ្នាបើកបានម្នាក់ម្ដងនៅពេលដែលការងាររវល់ខ្លាំងហ្នឹងគឺថាដូរដៃគ្នារហូតដែរទាំងអស់គ្នាម្នាក់ឯងបើកទៅមិនរួចទេតែតែ2យប់3ថ្ងៃអីអញ្ចឹងជាប់ខែសម្បូរការងារខ្លាំងហ្នឹងគឺខ្ញុំវិញអ្នកចាក់ផ្កាហ្នឹងអត់បានដេកសោះតែបដ ហើយចេញពីម្រងទៅម្រងចេញពីម្រងទៅម្រងគឺនិយាយពីដៃនឹងសឹកសឹកឡើងអស់កាឡាលិចហ្នឹងដល់ពេលគួនជាងខ្លះវាប្រអាប់ពូឃើញដៃយើងក្រិនហ្នឹងហើយអ្នកទាំងអស់គ្នាឃើញតែចាប់ការមានស្រួលទេជឿដៃណាស់ហើយនេះដែរគឺជាផ្លូវដែលយើងទៅដំបូងហ្នឹងគឺផ្លូវគ្រួសរៀងស្រួលដែរអ៊ំក៏ជន់រៀងលឿនសំណំដែរហ្នឹងហើយធម្មជាតិវិញគឺថាស្រស់បំប្រងលំងពេលព្រឹកអញ្ចឹងមើលទៅតិចភ្នែកហើយចំពោះដីស្រែក៏ដូចជាដីចកាពុកម៉ែបងប្អូនដែលគាត់ធ្វើនៅជិតនឹងវិញគឺថាឡើងខៀវស្រងាត់តែម្ដងពេញស្រែពោះខែនេះដែរខ្ញុំគិតថាប្រហែលជាចូលខែកដឹកគេទាំងអស់គ្នាពោះថាម៉ោង7បានថ្ងៃលិចឃើញយប់ហើយនៅពេលព្រឹកវិញគឺថាម៉ោង6អីហ្នឹងថ្ងៃចាប់ដើមផុសឡើងមកហើយលឿនមែនទេថ្ងៃលិចគឺថ្ងៃឡើងមកជុំទេងុំមកពេលរសៀលមិនទាន់ហ្នឹងគឺមិនខ្មៅល្ងឹតតែម្ដងភ្លៀងរាល់ថ្ងៃខ្ញុំវិញអាចចាយឡើងតឹងក្រុងមានហាលឯណាតន់ហាលហើយក៏យើងឡៃរវល់មកតែអញ្ចឹងអត់មានអ្នកសាឲ្យទៅຕົកចោលទៅ2 3ថ្ងៃឡើងអាចចាយពេញទៅផ្កាអើយដល់អញ្ចឹងហើយមិនដឹងធ្វើមិនជីវិតយើងជាអ្នកដែលគួររួមមួយថ្ងៃប៉ុណ្្នឹងឯងគួរផ្កាមករងអីចឹងទៅគាត់ទៅថ្លៃបោកព្រំបោកផ្កាបោកអីហ្នឹងវាសឹងតែចូលដើមទៅវិញទៅបាត់ទៅហើយអញ្ចឹងហើយខ្ញុំមកសុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលជឿជាក់លើសេវាកម្មដេគ័រយើងខ្ញុំបាទកុំដេញថ្លៃអីលោកអើយពិបាកណាស់ពោះស្រែនេះដែរអ្នកទាំងអស់គ្នាគឺគេអត់ដាំស្រូវទេគេដាក់ដែកឡងមើលចង់ដាច់កតុយភ្នែកចូល6ហិតតាជាងហើយមើលទៅច្រើនមែនទេមើលតែកងឡានហ្នឹងក៏ដឹងថាស្នេហាយ៉ាងណាតែអស់កាឡាដូចតែគ្នានឹងឯងនឹងហើយអ្នកទាំងអស់គ្នាក៏មកខាត់ពេលវេលាយូរតោះទៅតាមដានទស្សនាវីដេអូខ្ញុំបាទជាមួយនឹងក្រុមការងារធ្វើដំណើរទៅតែងអតិថិជននៅខាងបឹង3ទាំងអស់គ្នានិយាយពីទេសភាពវិញស្អាតកប់កុំភ្លេចមើលឲ្យដល់ចប់ផងណា
ơi hả đã thấy nữa hả nhìn nô bàn to này Đặt đi một đi bát pi salak ai mình mà số ai như nè sai thì sang này ya bukan mau sedang